អ្នកសិល្បៈត្រីសក្តាត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ពន្ធនាគារព្រៃសរក្រោយត្រូវបានតំណាងអัยការសម្រេចចោទប្រកាន់ពីបទប្រើប្រាស់សារធាតុញៀនបើកបរក្រោមឥទ្ធិពលគ្រឿងញៀននិងបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរងរបួសនិងស្លាប់ដល់អ្នកដទៃអ្នកនាំពាក្យនៃអัยការអមសាលាដំបងរាជធានីភ្នំពេញសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថានៅថ្ងៃទី7ខែសីហាឆ្នាំ2026នៅវេលាម៉ោង 14:30 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចភ្លើងស្តុបនៃវិទ្យាល័យអន្តរទេវីផ្លូវលេខ598ប្រសពនឹងផ្លូវលេខ1126ក្នុងភូមិដំបូក1សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញបង្កឡើងដោយរថយន្តម៉ាក BYD ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ PCE 4874បើកបរដោយលោកត្រីសក្តាភេទប្រុសអាយុ33ឆ្នាំដោយពេលនោះរថយន្តខាងលើបានឈប់ចាំស្តុប598បន្ទាប់មករថយន្តបានបើកថយក្រោយបានបុកនឹងរថយន្តមួយគ្រឿងទៀតម៉ាក Toyota ពណ៌ទឹកប្រាក់ 2BL 7828រួចបើកបន្តថយក្រោយនិងរេចង្កូតបានបុកម៉ូតូមួយគ្រឿងទៀតម៉ាក Honda Zoomer X ពណ៌ក្រហមលាយសស្លាកលេខភ្នំពេញ 1GI 7917បណ្ដាលឲ្យអ្នកបើកបរម៉ូតូឈ្មោះពៅចាណាភេទស្រីអាយុ44ឆ្នាំរងរបួសធ្ងន់និងអ្នករួមដំណើរឈ្មោះលីរ៉ូណាសាទីភេទស្រីអាយុ13ឆ្នាំបានស្លាប់បាត់បង់ជីវិតក្រោយពេលបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនិងបានធ្វើតេស្តរកសារធាតុញៀនលទ្ធផលបង្ហាញមកជនសង្ស័យឈ្មោះត្រីសក្តាមិនមានជាតិអាល់កុលក្នុងខ្លួននោះទេតែជនសង្ស័យបានប្រើប្រាស់នៅសារធាតុញៀនប្រភេទ Extrasin ក្រោយពីសាកសួរនិងពិនិត្យលើភស្តុតាងនានាតំណាងអัยការសម្រាប់ចោទប្រកាន់បុគ្គលឈ្មោះត្រីសក្តាភេទប្រុសអាយុ33ឆ្នាំពីបទប្រើប្រាស់នៅសារធាតុញៀននិងបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀននិងបានបង្កគ្រោះថ្នាក់រងរបួសនិងស្លាប់ដល់អ្នកដទៃដែលត្រូវផ្តន្ទាទោសតាមមាត្រាទី45-63នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនមាត្រាទី83និងមាត្រាទី85នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ1382ឲ្យយកខចុះថ្ងៃទី8ខែសីហាឆ្នាំ2026និងបានបញ្ជូនសំណើរឿងនេះទៅកាន់ចៅក្រមស៊ើបសួរនៃសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ស្រ័យហេតុនេះសូមមហាជនជ្រាបជាព័ត៌មាន